hết đây bạn ngọc an sập hơi đã tớp tại nằng chập đám còn tai biết bạn mình chập hỏi nhưng mà can sập hơi ní hai ngọc bạc mơ phim nữa áចាគឺមានសញ្ញាអ្នកគ្រូហ៊ុតបែកហ្នឹងគឺ best gift សម្រាប់អ្នកអានហ្មងតើអរនេះគឺជាសភៅដែលខ្ញុំទទួលបានជាកាដូពីបងបងហើយនឹងមានសភៅខ្លះដែលខ្ញុំបានទិញនៅថ្ងៃទិវាកំណានទៅគឺចូលស្តង់បងបងហ្នឹងខ្ញុំចង់ទិញគ្រប់ស្តង់ហ្មងគាត់ថា budget ខ្ញុំវា on limit មែនតើហើយខ្ញុំកាត់ចិត្តច្រើនមែនតើហ្មងថៃនឹងអូគាត់បានទិញពីបងអញ្ចឹងតែចាំឱកាសក្រោយដោយសារតែនេះគឺខ្ញុំទិញសភៅមួយចំនួនដែលខ្ញុំplan យូរមែនតើហើយដែលខកខានស្ទើរតែមួយឆ្នាំពីរឆ្នាំហើយតាមតែបានទិញអញ្ចឹងណាចឹងខ្ញុំបងប្អូនទាំងអស់គ្នាថានៅក្នុងហ្នឹងមានសភៅគេខ្លះអញ្ចឹងខ្ញុំនឹងលើកសភៅទូចហើយថោកជាងគេមកមុនអញ្ចឹងនេះគឺជាសភៅមកពីខាង CPA Book ដែលមិត្តភក្តិខ្ញុំ recommend ហើយខ្ញុំឃើញមានអ្នក recommend ខ្ញុំនៅក្នុង TikTok ថាឲ្យទិញសភៅនឹងអានចឹង yes នៅក្នុងហ្នឹងគឺមានឡាដាវ៉ាន់កាអូខេដេសភៅនេះកម្រាស់ល្មមដែរហើយខ្ញុំទិញនៅក្នុងតម្លៃប៉ុន្មាននេះ5រៀល discount ស4រៀលជាងឡាដាវ៉ាន់កាអូខេដេជាកំណត់ហេតុបែបប្រឡំលោកដែលរៀបរាប់ពីជីវិតរស់នៅរបស់គ្រួសារទូធាមួយនៅបាត់ដំបងឡាដាវ៉ាន់រៀបរាប់ពីទស្សនវិជ្ជាការរស់នៅដ៏រីករាយរបស់ក្រុមគ្រួសារនាងតាមបែបអ្នកជនបទនាសម័យលន់នល់សេចក្តីលំបាកវេទនានិងសោកសង្រេងក្នុងសម័យប៉ុលពតការរត់ភៀសខ្លួនទៅនៅជំរំប្រទេសជិតខាងនិងជីវិតថ្មីក្រោយពីការព្យាបាលជំងឺរ៉ាំរ៉ៃនៅប្រទេសបារាំងគេថាសភៅនោះគឺ sad ខ្លាំងមែនតើ and yes ខ្ញុំ ready ហើយដោយសារខ្ញុំគុំសភៅនឹងយូរហើយមិនមែនបើឲ្យទិញសាច់តែទិញសភៅនេះខ្ញុំទិញតាំងពីខ្ញុំចូលប្រឡូកវិស័យបុកថកដំបងគឺខ្ញុំឃើញតាំងពីពេលហ្នឹងហេតុអីបានខ្ញុំខកខានដល់ឥឡូវដល់នៅសភៅរបស់យើងគឺក្មេងសាលាបារាំងដែលនិពន្ធដោយលោកតាជុតខៃសភៅនេះគឺមានមួយក្បាលទៀតដូចជាក្មេងវត្តបារាំងOh my god ខ្ញុំភ្លេចចំណងជើងបាត់ហើយក្មេងវត្តមួយទៀតគឺដឹងតែក្មេងវត្តតែគេនិយាយថាសភៅពីរហ្នឹងគឺរៀងល្អសើចអីចឹងទៅចឹងខ្ញុំក៏ទិញសភៅនេះនៅក្នុងតម្លៃថោកដែរដូចជា$2ជាងចឹងនៅក្នុងនេះគេដាក់6ចំពោះបរិយាយពីសក្ខីភាពសម័យមុនកម្ពុជាបានឯករាជ្យសម្រាប់ក្រុងនិងសកម្មភាពផ្សារត្រីកំពង់ចាមបរិយាកាសសិក្សានៅសាលាប្រុសនិងនៅវិទ្យាល័យព្រះសីហនុកំហុសរបស់សិស្សក្បាលខូចខ្លះអាកប្បកិរិយារបស់គ្រូខ្មែរនិងបារាំងការតស៊ូនិងភាពឆ្លាតវៃរបស់សិស្សស្នេហាយុវវ័យជីវិតអ្នកកោះលួងលើកោះសំរោងចឹងសភៅនេះរៀងខ្លីដែរមានពេលឬមកក៏ខ្ញុំបញ្ចប់សភៅក្រាស់របស់ខ្ញុំនោះហើយគឺខ្ញុំនឹងមកឆ្លៀតអានសភៅនេះចឹងjust ខ្ញុំទិញពីខាងបងស៊ីប៉ាតែពីក្បាលនឹងទេនេះគឺ bookmark បន្ទាប់ទៀតហ្នឹងគឺខ្ញុំទិញពីបងលើ story អានេះគឺថង់ទី1ខ្ញុំមានមួយថង់ទៀតប៉ុន្តែនិយាយទៅគម្រោងខ្ញុំទៅទិញសភៅផនអ្នកគ្រូមេសុនសទ្ធារីហ្នឹងគឺខ្ញុំចង់ទិញស្រទន់មុនស្នេហ៍សិតទៅហើយទៅដល់ហ្នឹងខ្ញុំក៏ទៅមើលសភៅកម្រងការសម្ងាត់2035នេះនិយាយទៅគឺខ្ញុំឃើញ Facebook ហើយនិង friend book គាត់ថាសភៅនេះល្បីមែនតើណាដំបូងខ្ញុំរៀងចាក់ស្ទើរសារខ្ញុំអត់គិតថាខ្ញុំនឹងទិញសភៅជាស៊េរីអីទេសភៅនេះមាន2ក្បាលហើយខ្ញុំទិញបានតែមួយហ្នឹងទេខ្ញុំអត់ទិញសភៅមុនស្នេហ៍ហើយខ្ញុំមកទិញអានេះដោយសារតែខ្ញុំមកកាន់សភៅនេះហើយខ្ញុំបើកមើលភ្លាមហ្នឹងណាចាគឺមានសញ្ញាអ្នកគ្រូ like ខ្ញុំដឹងថាសញ្ញាអ្នកគ្រូរះឬមកក៏អត់ទេតែខ្ញុំគិតថាបើខ្ញុំទិញខ្ញុំនឹងអត់ងាយបានទេអញ្ចឹងពេលដែលខ្ញុំឃើញថាមានលក់នៅស្តង់បងលើ story ហ្នឹងខ្ញុំទិញមកហ្មងទោះបីជា budget ខ្ញុំអាច afford បានធំតែមកក្បាលភាគមួយសិនតែខ្ញុំទិញមកសិនពេលហ្នឹងភាគ2មានសញ្ញាអ្នកគ្រូឯងអញ្ចឹង yes ខ្ញុំទិញឲ្យបើសិនជាខ្ញុំសាក់អានជូអីហ្នឹងគឺខ្ញុំដឹងថាទៅទិញភាគ2ហើយ and here we go again គឺខ្ញុំទិញសភៅ sorry yes តែខ្ញុំនិយាយថាតួអង្គប្រុសមានអត្ថអូរ៉ាហ្មង yes សភៅរបស់ខ្ញុំគឺមានប៉ុណ្្នឹងឯងហើយនេះគឺ bookmark សភៅទី3ដែលខ្ញុំបានទិញគឺសភៅផុសបងឌីណាគឺខំមើលកំហុសហ្នឹងអ្នកឲ្យដឹងថាខ្ញុំ fan សភៅរឿងបែបហ្នឹងហ្មងចឹងទៅ why not មើលតួផុសតួស្អីគេឡើងលយសំខាន់មានភាសាអង្គរមានអីតែថងគាត់ detail មែនតើមើល oh my god ជាតិមុនជាតិនេះមិនប្រែអសរលើសភៅពេលជួបរៀមហើយស្ងួនមិនចាំឯណាបណ្ដាំស្នេហ៍រយជាតិឬបំភ្លេចពេលកាយយើងឃ្លាតឬចង់គ្មានរកគូថ្មីចាឡើងអប្សរាអង្គអូយ artwork នោះស្អាតខ្លាំងតែនេះ Dash Jacket ទេណាគាត់មានសភៅខាងក្នុងមួយទៀតចឹងអានេះគឺកម្របខាងក្នុងខាងគៀនហើយមាន spray តួអង្គយើងជាមួយនឹងអានេះគឺលបែងវិជាប្រៃអីចឹងទៅហើយអានេះគឺហុកតួស្រីជីកូជីអីចឹង Oh my god I love ខ្ញុំស្រឡាញ់សភៅចឹងខ្លាំងសភៅនេះមានចំណងជើងកែវសូភួងរាំងសីខ្ញុំអានថៃខុសណា
ដួងកែវអប្សរានិងអរុណសូរសែងត្រូវសម្ដែងជាគូដណ្ដឹងក្លែងក្លាយដើម្បីទៅលេងបុណ្យចូលឆ្នាំខ្មែរនៅស្រុកកំណើតរបស់ម្ដាយនាងដំណើរកម្សាន្តថ្ងៃចូលឆ្នាំខ្មែរជាមួយនឹងគ្នាធ្វើឲ្យអ្នកទាំងពីរហាក់យល់ចិត្តគ្នាបានច្រើនប៉ុន្តែរឿងដ៏អភិនិហែមួយបានកើតឡើងក្រោយពេលដែលកែវអប្សរាក្រុងឈុតអប្សរាធ្វើឲ្យនាងបានឆ្លងកាត់ពេលវេលាទៅកាន់អតីតកាលនាងបានជួបរឿងនគរភ្ញាក់ផ្អើលដែលជាចំណងអ្នកកម្បាំងជាច្រើនដែលរូបនាងនិងសូរសែងលាក់ទុកក្នុងចិត្ត Oh my god ខ្ញុំឃើញមានអ្នកអានសៀវភៅនេះចប់ហើយទំនងមែនតើនិទានវាស្រួលខ្ញុំចាខ្ញុំនៅសៀវភៅនេះខ្ញុំអត់បានទិញណាជំទាវវ័យក្មេងតំណងខ្លាំងតែខ្ញុំអត់បានទិញទេចឹងយើងនឹងមកអានសៀវភៅនេះមុនអូសៀវភៅខ្ញុំចង់អានច្រើនណាស់ខ្ញុំមិនដឹងថាខ្ញុំអានមួយណាទុកមួយណាឯងហ្នឹងគឺមានឈុតនេះឈុតនេះដល់នេះ sticker មែននេះហុកតួអង្គយើងដែរអូខ្ញុំក្នុងនេះមើលអត់សូវច្បាស់អានេះគឺ artwork ពីកំណត់សៀវភៅទាំងអស់ Oh my god អូ wait why we at focus អូវាអត់ focus ទេប៉ុន្តែចាហុកតួស្រីស្អាតខ្លាំងពុកម៉ាក4របស់យើងម៉ែហុកនេះហុកពីនិទានមានស្ងួនអញ្ចឹងយ៉ាសាសភៅពីបងឌីណាដែលខ្ញុំបានទិញហ្នឹងគឺមាន item ប៉ុណ្ណឹងឯងហើយជាមួយនឹងសភៅកម្រាស់511ទំព័រជាងខ្ញុំចង់មកដល់សភៅដែលខ្ញុំបានទិញទី4ដែលខ្ញុំបានទិញពីខាងគ្រីស្តានបងកំពុមេរ៉ា Oh my god ខ្ញុំគុំសភៅនេះយូរដែរហើយនិយាយទៅសិតតែអត់បានទិញហើយទៅលើកនេះហ្នឹងគឺខ្ញុំគិតថានឹងអត់ទិញសភៅ follow តាម trend គេអីទេគឺទិញសភៅដែលអ្នកនិពន្ធដែលខ្ញុំអត់ដែលបានអានអញ្ចឹងទៅអញ្ចឹងចាស្រៀងប្លែកដែរប៉ុន្តែសិតតែសភៅដែលគេនិយាយថាល្អអានគឺសភៅដែលខ្ញុំបានទិញពីខាងបងកំពុមេរ៉ាហ្នឹងគឺជាសភៅអតីតកាលដែលនិពន្ធដោយបងសុភីណាអានេះ book map របស់យើងOh my god វាយវាចង់របកកៅនេះ Oh my god ខាងក្នុងនេះចង់របកកៅហើយចង់នេះគឺហត្ថលេខាជាមួយនឹងបងស្ពីណាដោយសារងងឹតគេមិនអាចមើលឃើញបរិះនោះមានមុខមាត់យ៉ាងណាឡើយឃើញតែរង្វង់មុខរៀងពងក្រពើតែគេងាកទៅវិញយ៉ាងប្រញាប់ទំនងជាគិតថាបើមើលមករៀងយូរបន្តិចប្រហែលជាគេមិនអាចឈានជើងចេញពីនារីម្នាក់នោះទេមើលទៅមិនយូរប៉ុន្មានស្រមោលគេក៏រលាយទៅបាត់នៅសល់តែផ្សែងខ្មៅវិលវល់ស្ត្រីឈ្មោះម៉ាលីដកដៃមកវិញវាផ្សែងចុះឡើងដើម្បីមើលបរិះនោះម្ដងទៀតនាងយំនាងអង្គុយចុះនាងយំហើយយំទៀតនាងងើបឈរម្ដងទៀតអានេះគឺដំណក់ស្រង់ចេញពីវគ្គ1ខ្ញុំធ្លាប់ឃើញមានអ្នក rate សភៅនេះដល់5 star ទៀតអញ្ចឹងខ្ញុំមានអារម្មណ៍ថាសភៅដែលខ្ញុំទិញ vibe ច្រៀងគ្នាទេអត់ឆ្ងាយគ្នាហ្មងទេហើយអានេះគឺទិញ2បាន1ប៉ុន្តែខ្ញុំទិញពីអ្នកហាណាទៅហាណាឲ្យអានេះខ្ញុំអានេះ notebook ចឹងសភៅដែលខ្ញុំបានទិញទាំងអស់ហ្នឹងគឺអស់ប៉ុណ្ណឹងឯងខ្ញុំបញ្ចុះដល់កាដូដែលបងបានឲ្យខ្ញុំហើយកាដូទី1ហ្នឹងគឺកាដូពីបងសំណេរវាកាដូនេះទទួលបានពីបងសំណេរ Oh my god ខ្ញុំចង់ទិញសភៅ manga មែនតើប៉ុន្តែពេលទៅហ្នឹងរឿងស្ទាក់ស្ទើរគាត់ថាដើរមើលសិនអញ្ចឹងទៅខ្ញុំគាត់ថាអត់បានទិញនៅពណ៌តែចាំទិញពេលហាងផ្ទាល់ចន្ទសាសភៅដែលខ្ញុំត្រូវទិញអានភាគ1អត់មានភាគ2ភាគ3ហ្នឹងគឺត្រូវតែទិញអញ្ចឹងខ្ញុំគាត់ថាចាំទៅទិញសរុបទៅយើងបាន sell budget យើងវារៀងគ្រាន់បើវិញផងគាត់ថាចូលមកមើលដល់ប្រអប់សភៅសំខាន់ណា detail ណាមើលគៀនសភៅអូយយើងមើលទាំងអស់គ្នាថាក្នុងនោះមានអីគេសំខាន់ vibe ឡើងដូចខះខ្ញុំបងយ៉ានឲ្យខ្ញុំចង់នៅក្នុងនោះ comfort zone ចំណែក XAC អានេះគឺគេមានហូបយើងអានសភៅអីចឹងទៅខ្ជូតម៉េះចឹងអានេះគឺជាបុកម៉ាកអានេះបុកម៉ាកដូចអាមិញតែនេះដូចមកសភៅ highlighter យើងមានអូអានេះថាប៉ុន្តែរបូតអស់ហើយ Oh my god ធុនបែបនេះស្អាតណាស់អូខ្ញុំស្រឡាញ់បងក៏ឈុតចឹងម៉េះចាមានចកាអូចាគឺអាហ្នឹងគឺធ្វើបែបចុងក្រោយគេអាហ្នឹងគឺប្រអប់ដែលបងសំណេរឲ្យហើយយ៉ារបស់ដែលសំខាន់ជាងគេគឺធ្វើបែបនឹងឯងនិយាយមែនខ្ញុំទៅណាក៏ត្រូវការហ្នឹងដែរដោយសារទៅខេត្តក៏ដាក់ទៅណាក៏ដាក់ដែរដោយសារតែខ្ញុំយួរសភៅជាចាំបាច់ហើយអីដែលសំខាន់គឺក្រៅពីសភៅខ្ញុំមានរបស់ដែលត្រូវដាក់ទៅតាមដូចកាសដូចឆ្នាំសាក់អីចឹងណាធូតបែកហ្នឹងគឺ best gift សម្រាប់អ្នកអានហ្មង like អរគុណបងសំណេរមែនតើទៅខ្ញុំទៅអត់បានជួយទិញអីពីគាត់ទេហើយគាត់ឲ្យមកថងនឹងមកវិញទៀតអញ្ចឹងកាដូទី2របស់យើងគឺពីបងច័ន្ទម៉ាន់ម៉ូរ៉ាបេសកកម្មម៉ាន់ម៉ូរ៉ាខ្ញុំអានពីមុនហ្នឹងខ្ញុំអានចប់យូរហើយពាក្យមួយហ្នឹងគឺធ្វើឲ្យខ្ញុំទន្ទ្រានចិត្តមែនតើដោយសារតែ
ending ផុសសភៅភាគ1ហ្នឹងណាគឺជាការចាប់ផ្ដើមនៃសាច់រឿងទេមានអារម្មណ៍ថាខ្ញុំអត់ទាន់ចូលជ្រៅនៅសាច់រឿងគេទេចឹង yes finally សភៅភាគ2យើងចេញតែគេឡើង vibe មក limited edition នេះគឺកំណប់ oh my god អូឡើងដូចកំណប់ I feel like Harry Potter ខ្លាំងខ្ញុំទទួលបានហើយការគេអានេះកាត់សោះ like អាហ្នឹងកាត់សោះមែនចូលមកដំបងគេយើងមាន bookmark ឡើងដូច manhwa manga ដែលខ្ញុំអានហ៎ oh my god ខ្ញុំស្រឡាញ់ artwork អញ្ចឹងអូអានេះនៅអូ yes ខ្ញុំចាំកន្លែងក្រោមទឹកហ្នឹងហើយខ្ញុំដឹងថាបឹងហ្នឹងមានអាចកំបាំងអានេះគឺប្រកាសជាអីដែលនៅក្រោមទឹកក្រោមបឹងហ្នឹងខ្ញុំដឹងទីត្រូវអត់ទេប៉ុន្តែខ្ញុំមានអារម្មណ៍ចឹងសាលារបស់យើងអានេះខ្ញុំធ្លាប់ឃើញនៅឈុតភាគ1អានេះគឺតួអង្គរបស់យើងនិយាយទៅអ្នកនរគ្នាឃើញអាភ្លើងពណ៌ហ្នឹងណាមិនអត់ប្រយោជន៍ទេណាគឺជាធាតុគេហ្នឹងដូច it's like magic ផុសសិស្សម្នាក់ដែលគេមានធាតុគេអញ្ចឹងទៅហើយអានេះគឺរូបម៉ាន់ម៉ូរ៉ាជាមួយនឹងធាតុនៅជុំវិញហ្នឹងដូចជាមានធាតុដីធាតុភ្លើងធាតុខ្យល់និងធាតុទឹក just មានអារម្មណ៍ថាហុកនេះគឺគាត់ mix modern ជាមួយនឹងបុរាណណាឲ្យធ្វើចេញជា artwork ហ្នឹងមកស្អាតមែនតើ Panty oh my god Panty គូចុះស្អាតខ្លាំងអូអានេះគាត់មិនមែនតែ1ទេណាគាត់មានឲ្យ2ក្បាល2ក្បាលមកវិញអាកានតែនេះគឺសភៅភាគ1ខ្ញុំអានហើយខ្ញុំឃើញគាត់ផុសខ្ញុំញាប់ញ័រហ្មងចានេះ cover អីដែលសំខាន់ហ្នឹងគឺមាននេះ spray នេះសភៅដែលមាន spray អញ្ចឹងគឺស្អាតខ្លាំងមែនតើហ្មងខ្ញុំនិយាយមែនខាងក្រោយប្រើពាក្យថាចាប់មានពាក្យចាប់ដើមកំពុងតែរងចាំ yes ខ្ញុំដឹងថាមានពាក្យហ្នឹងហើយអញ្ចឹងអីដែលខុសប្លែកពីភាគ1និងភាគ2មុននឹងខ្ញុំបានចូលដល់សាច់រឿងគឺខ្ញុំដឹងមួយត្រង់ថាសភៅភាគ1គឺជាសភៅនិពន្ធរបស់បងអិនតានូហើយសភៅទី2គឺជាសភៅនិពន្ធរបស់បងអេរីចឹងវាអ្នកនិពន្ធខុសគ្នាខ្ញុំអត់ដឹងថាតើគាត់នឹងបន្តសាច់រឿងទៅដោយបែបណាទេអីដែលខ្ញុំដឹងនៅសភៅភាគ1ហ្នឹងគឺមានកន្លឹះសាច់រឿងមួយដែល unique នៃសភៅហ្នឹងមែនតើអ្វីបើការខ្ញុំដែលខ្ញុំអានដំបូងហ្នឹងណាអ្នកទាំងអស់គ្នាដែលអានមានអារម្មណ៍មួយថាអូសភៅហ្នឹងគឺរៀងធ្លាប់អានហើយមានអារម្មណ៍ចឹងណាប៉ុន្តែខ្ញុំនឹងចង់ប្រាប់អ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាចង់បន្តសភៅហ្នឹងនៅភាគ1ឬអានបន្តដល់ភាគ2ហ្នឹងនៅត្រង់ថាសភៅភាគ1ហ្នឹងគឺ ending របស់សភៅហ្នឹងគឺមានភាព unique មួយផុសខ្លួនឯងគាត់តែថាពេលដែលខ្ញុំអានហ្នឹងអត់មានភាគ2ចឹងទៅខ្ញុំមានអារម្មណ៍ថាហេងហាហេតុអីបើខ្ញុំអានសភៅដែលទៅតែនឹងចាប់ផ្ដើមប៉ុន្តែវាបានបញ្ចប់ហើយរបៀបអញ្ចឹងមានអារម្មណ៍ចឹងចឹងទៅក៏ yes ខ្ញុំទុកសភៅហ្នឹងដល់ឥឡូវទៅហើយឥឡូវគឺចេញភាគ2ហើយខ្ញុំមាន high expectation មែនតើដោយសារតែកន្លឹះនៃសាច់រឿងដែលខ្ញុំរំពឹងថាអ្នកនិពន្ធគាត់នឹងពង្រាយវាមកពង្រាយ plot វាមកវិញហើយដោះស្រាយរៀបរាប់មកឬមួយក៏ improve មកវិញហ្នឹងណា yes ខ្ញុំ expect លើហ្នឹងមែនតើខ្ញុំសង្ឃឹមថាសភៅភាគ2ហ្នឹងនឹង complete អីដែលខ្ញុំចង់បានពីសភៅភាគ1ខ្ញុំឃើញពី potential នៅក្នុងសភៅភាគ1ហ្នឹងហើយគាត់តែថាសភៅភាគ1ហ្នឹងមានកន្លែងមួយដែលខ្ញុំរៀងវាយចាប់ដាក់សាច់រឿងមកអញ្ចឹងទៅប៉ុន្តែ yes អានេះគឺខ្ញុំនិយាយក្នុងនាមជាអ្នកអានម្នាក់ខ្ញុំមាន high expectation ទៅលើសភៅភាគ2ហើយខ្ញុំសង្ឃឹមថាសភៅភាគ2ហ្នឹងនឹងជាភាព unique មួយនៃសាច់រឿងផុសបេសកកម្មម៉ាន់ម៉ូរ៉ាហ្នឹងអញ្ចឹង yes ក្រុមខ្ញុំគឺចាប់ត្រឹមប៉ុណ្្នឹងឯងហើយក៏អរគុណបងច័ន្ទមែនតើដែលឲ្យ give ខ្ញុំរហូត like just អរគុណបងមែនតើហើយវីដេអូយើងគឺចាប់ត្រឹមហ្នឹងឯងអរគុណអ្នកនរគ្នាដែល enjoy ឬមកក៏បានមើលវីដេអូនេះដល់ចប់